តើអូនសំណួរទី1សួរថាតើឆ្លងអ្វីដោយមិនបាច់ដើរ ឆ្លងភព ឆ្លងភព បាទ ចាណៃដែរធ្លាប់ឆ្លងភពអត់ចា អត់ផង ចាឥឡូវអស់ចិត្តទេ បាទ ចឹងចម្លើយហ្នឹងគឺឆ្លងឆ្នាំឆ្លងឆ្នាំយើងបាច់ដើរមែនអត់ អត់ដល់យួរខ្ញុំដើរមិនដាំ ណៃដើរដល់ណាតែបើណៃអត់ដើរក៏ឆ្នាំនៅឆ្លងហ្នឹងមែនអត់ ចឹងឆ្លងភពហ្នឹងយើងអត់ដែរឆ្លងតែបើឆ្លងឆ្នាំយើងឆ្លងមែនអត់ បាទ អូខេចឹងចូលដល់សំណួរទី2ណាចឹងសំណួរទី1មិញឆ្លើយអត់ត្រូវទេចឹងចឹងសំណួរទី2សួរថាតើពាក្យអ្វីដែលយើងកើតមកភ្លាមចេះនិយាយមុនគេ ពេលម៉ាំង ពាក្យម៉ាំង បាទ ពេលណៃកើតមកភ្លាមណៃនិយាយពាក្យម៉ាក់ហ្មង អត់ដឹងដែរ ចឹងយ៉ាងដឹងចម្លើយអត់ឡើយអត់ចិត្តទេ បាទ អរនឹកសិនណានឹកសិនទៅឥឡូវអស់មកសំណួរណាសមមកសំណួរសមបាន4សំណួរទៀតហ្នឹង អស់អស់ចឹង អស់ចិត្តទេ បាទ ចឹងចម្លើយដែលយើងកើតមកមុនគេហ្នឹងយើងចេះនិយាយមុនគេគឺយងងាហ្នឹងយើងមានចេះហៅម៉ាក់ភ្លាមៗណាមែនអត់លើត្រូវអត់ បាទអត់ អូខេចឹងចូលដល់សំណួរទី3សំណួរទី3សួរថាតើចាប់អ្វីដែលមិនប្រើដៃ ចាប់ជាតិ ចាប់ជាតិ បាទ អូខេអូនត្រឹមត្រូវ ចឹងចូលដល់សំណួរទី4សំណួរទី4សួរថាតើប្រាសាទអង្គរវត្តស្ថិតនៅក្នុងខេត្តណា អង្គរវត្តនេះ កោតូចអង្គរវត្តហ្នឹងណា បាទ ក្នុងខេត្តណា សៀមរាបវិញ សៀមរាប បាទ អូខេអូនត្រឹមត្រូវ ចឹងដល់សំណួរទី5ចឹងសំណួរទី5សួរថាតើប្រាសាទព្រះវិហារស្ថិតនៅក្នុងខេត្តណា សៀមរាប សៀមរាប អត់រនឹងសិនណាឆ្លើយសៀមរាបយកហ្មង ទីព្រៃវិញ អត់ចិត្តទេលើនៅអាចបោះប្រយ៉ងបានអត់ ព្រះវិហារ អូខេអូនត្រឹមត្រូវ ឥឡូវគ្រប់5សំណួរណា បាទ ចឹងឆ្លើយត្រូវបានសំណួរ 3សំណួរ 3សំណួរ បាទកូនចេះ អូខេសប្បាយចិត្តអត់ទេសំភារសិន សប្បាយចេះ សប្បាយមែន បាទ ចឹងបានលុយហ្នឹងហើយយកទៅណេះយកទិញអៀត ខ្ញុំទៅផ្ញើកង់ឲ្យចែកមិត្តភក្តិខ្ញុំ ហេល្អហ្មងប្រាក់គ្នាស្មោះស្ម័គ្រគ្នាហ្មង បាទ ចឹងសប្បាយចិត្តដែរ សប្បាយ បើមានលើកក្រោយទៀតលេងអត់ លេង អូខេអរគុណច្រើនអូន បាទ